បងអរគ្នាហេតុការណ៍នេះកើតមាននៅក្នុងបុកក្នុងសានស៊ីដែលមានគ្រួសារមួយកូនគាត់ឈឺផ្ដាសាយអញ្ចឹងទៅគាត់នាំមកមន្ទីរពេទ្យចានៅពេលដែលមកមន្ទីរពេទ្យក៏ព្យាបាលកូនទាំងពីរហ្នឹងពេទ្យគាត់មើលហើយគាត់ឲ្យកដាស់ទិញថ្នាំទិញអីស្វាមីក៏ចុះមកនាំកូនទី1ចុះមកអង្គុយក្នុងឡានមុននេះគឺជាឡានរបស់គាត់ណាហើយប្រពន្ធហ្នឹងក៏ចូលទៅទិញថ្នាំទិញអីទៅនៅពេលដែលគាត់ចេញពីទិញថ្នាំមកវាបានផុងអាក្របលូនេះវាពុកបាក់នៅពេលហើយក៏បានដួលទៅបោកក្បាលកូនតែគាត់បានដាក់ដៃទប់ជាប់ខ្លាចត្រូវក្បាលកូនគាត់ណាហើយក៏ប្តីនឹងរត់ចេញពីក្នុងឡានមកអោបកូនហើយក៏លៀនឧបថ័យការនឹងពេទ្យចុះមកជួយមើលគាត់ដោយសារវាឈាមខ្លាំងដែរគាត់ហើយក៏បញ្ជូនទៅមន្ទីរពេទ្យបន្ទាន់ដែរចាគឺរហូតដល់24ថ្ងៃហើយនឹងគេងពេទ្យរហូតដល់2អាទិត្យគឺរបួសធ្ងន់មុនដែលគាត់ចូលទៅហ្នឹងបងប្អូនគឺអត់មានប្រហោងអីទេប៉ុន្តែនៅពេលដែលគាត់ចេញមកវិញមានមុននឹងគាត់គ្រោះថ្នាក់បងប្អូន6នាទីមុនដែលគាត់គ្រោះថ្នាក់ហ្នឹងមានបរិះមួយហ្នឹងគាត់ចូលទៅគាត់ជន់អាកម្របលូហ្នឹងក៏វាពុកបាក់ធ្លាក់ចូលទៅខាងក្នុងទៅបន្ទាប់មកទៀតគាត់ចេញមកវិញគាត់3កូនហើយកាន់กระดาษថ្នាំកាន់អីផងអញ្ចឹងទៅក៏មើលអត់ឃើញក៏វាបោកធ្លាក់ចូលក្នុងប្រហោងលូចូលផងជើងចូលក្នុងប្រហោងលូហ្នឹងទៅហើយគម្របលូដែលគេធ្វើក្រោបហ្នឹងគឺធ្វើតាំងពីឆ្នាំ1990មកម្លេះវាយូរដែរហើយវាខូចពីទ្រុឌវិទ្រោមតែអត់មានអ្នកមកមើលអញ្ចឹងណានៅពេលដែលគ្រោះថ្នាក់បាន3ម៉ោងក្រោយមកគេជួសជុលយ៉ាងស្អាតវិញបន្តមកទៀតខាងក្រុមគ្រួសារនៃជនរងគ្រោះហ្នឹងគាត់បានខទៅអ្នកគ្រប់គ្រងរដ្ឋនៅតំបន់ហ្នឹងសូមដាក់ពាក្យជួយព្យាបាលព្យាអីចឹងប៉ុន្តែខាងរដ្ឋហ្នឹងគាត់ថាអត់ទទួលខុសត្រូវទេដោយសារតែគេដាក់ប្រហុំគេដាក់ insurance ដែរប៉ុន្តែវាអត់ចំមកចំណុចដែលគាត់ព្យាបាលហ្នឹងអត់ចំសុំទោសអត់ចំមកចំណុចដែលគាត់គ្រោះថ្នាក់ហ្នឹងណាអញ្ចឹងហើយគាត់ត្រូវតែដាក់ពាក្យមិនដឹងដល់ខ្លួនឯងហើយនៅតំបន់និយាយទៅនៅកូរ៉េស្អីក៏ insurance ស្អីក៏ insurance ដែរតាំងពីផ្លូវតាំងពីឡានតាំងពីផ្ទះហើយជាទូទៅហេតុដែលបានខ្ញុំធ្វើវីដេអូនេះវាគ្រោះថ្នាក់អាគ្រឿងក្របលូហ្នឹងច្រើនណាស់ដោយសារយើងមើលអត់ឃើញទេវានឹងវាពុកវាបាក់ពីស្មាណាទេដូចជាពេលជាពិសេសពេលមេឃភ្លៀងខ្លាំងវាបាញ់អាកម្របលូពេលយើងដើរទៅវាចូលអាចផុងចូលទៅក្នុងនឹងក៏មានអ្នកខ្លះក៏ដើរតែមើលទូរស័ព្ទអាលូហ្នឹងវាដូចថាវាប្រហោងអញ្ចឹងខ្ញុំអត់បានមើលក៏ផុងក៏មានមិនមែននៅតែប្រទេសកូរ៉េខ្ញុំឃើញព័ត៌មានដូចជានៅប្រទេសចិនប្រទេសផ្សេងអីក៏មានដែរហើយប្រជាជនកូរ៉េគេបានរៀងខឹងសម្បាដែរថាផ្លូវល្អគាត់ធ្វើវិញអាខ្វងកម្របលូអត់មានអ្នកណាមើលទេចាសូមអរគុណ